បាទសួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំបានមកជួសដូងនៅចង្ការដូងនេះជាពូជដូងក្អូបបងប្អូនដូងប្រភេទដូងទឺហើយការដាំដូងរបស់យើងគឺយើងមិនបាច់ចាំកប់វាជ្រៅទេបងប្អូនកប់វាទី40% ទៅ 50% បានហើយដាវនេះខ្ញុំជីកទុយូគូសំដែរនេះការដាំដូងរបស់យើងបងប្អូននេះបងប្អូនដាក់ឲ្យវាត្រេតប្រហែលជា40% ទៅ 50% ហើយចុងរបស់វានេះយើងត្រូវប្រមែវាទៅទិសខាងកើតដើម្បីវាស្របទៅជាមួយថ្ងៃបាទបងប្អូនដាក់ទៅប៉ុណ្ណេះមកហើយកប់ដីយកធ្វើទៅប៉ុណ្ណេះមកហើយជាការស្រែកបងប្អូនឃើញហើយជាការអត់មានដូងណាដែលអន់ទេតែដោយសារអាដែលវាងាប់នេះដោយសារតែកណ្ឌីវាស៊ីពីក្នុងមកយើងអត់ដឹងថាវាស៊ីទៅស្រាប់ទៅពេលវាងាប់តែម្ដងដល់ពេលអញ្ចឹងទៅយើងការពារវាអត់ឈ្នះទេ